បាទគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺបាននាំអូនចេស្តាមកលេខតងហើយក៏បានញ៉ាំអីជុំគ្នាមួយអូនចេស្តាណាហ្នឹងអូនចេស្តាសប្បាយចិត្តមែនតើបានលេងតងនៅទីនេះមើលគាត់ណាអត់អង្គុយទេគឺឈរផងអង្គុយផងអញ្ចឹងណាបងប្អូនទាំងអស់គ្នានិយាយពីថាអូដល់ក៏សប្បាយចិត្តមែនតើអូនចេស្តាហ្នឹងហើយអូនចេស្តាឥឡូវមានអាយុ4ឆ្នាំជាងហើយជិត5ឆ្នាំហើយបងប្អូនហើយបានចូលរៀនបានអីហើយនិយាយពីថាសប្បាយចិត្តបានមកលេងមកអីចឹងបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃដែរគឺថ្ងៃទី25 ខែ11ឆ្នាំ2025បងប្អូនទាំងអស់គ្នាហ្នឹងហើយពីថាលពើនឹងលពើនឹងតកយបានអូនចេស្តាមួយនេះហើយអូនចេស្តាដែលចូលចិត្តជាងគេនោះគឺលេងជិះតងនឹងឯងមិនថាតងប្រភេទណាទៅតងយោតងរំអិលអីផ្សេងហ្នឹងគឺអូនចេស្តាចូលចិត្តលេងហ្នឹងហើយមួយទៀតបាល់ទាត់ក៏គាត់ចូលចិត្តលេងដែរបាល់ទាត់ណាបាល់ទាត់បាល់ទះអីក៏គាត់ចូលចិត្តលេងទាំងអស់និយាយរួមទៅប្រភេទកីឡាគាត់ចូលចិត្តបាល់ទាត់ជាងគេណាហ្នឹងហើយនិយាយពីតួងវិញតួងគាត់ចូលចិត្តលេងតួងគ្រប់ប្រភេទបាទទាំងតួងយោតួងរំអិលផ្សេងហ្នឹងទៅហើយមួយទៀតអូនចេស្តាចូលចិត្តមួយទៀតទៅនឹងការលេងទឹកណាហាលទឹកហាលអីហ្នឹងគឺចូលចិត្តលេងណានិយាយរួមឲ្យតែមានទឹកលេងគឺលេងអត់ចំក្រោកទេបងប្អូនអើយហ្នឹងហើយហើយឥឡូវគឺបានមកបានញ៉ាំសឹងវិចបន្ទាប់ពីលេងទូងហត់ណាហ្នឹងហើយមកចាប់ដើមញ៉ាំសឹងវិចហើយហ្នឹងហើយអត់ចលក់សឹងវិចទេគឺលិតដៃយកតែម្ដងបងប្អូនអើយនិយាយថាហ្នឹងហើយចាប់ដើមភ្លក់សឹងវិចមួយមើលឆ្ងាញ់អត់ហ្នឹងហើយជិះចិត្តណានិយាយពីសឹងវិចហ្នឹងគឺចំណង់ចំណូលចិត្តរបស់អូនចេស្តាឲ្យតែទៅតាមតូបតាមហាងអីផ្សេងគឺមុខម្ហូបដំបូងគេបងអស់គឺសឹងវិចនឹងឯងបងប្អូនហើយនិយាយពីថាចូលចិត្តណាអត់បានទេឲ្យទៅហូបអីនៅខាងក្រៅគឺសឹងវិចហ្នឹងគឺជាជំរើសដំបូងរបស់អូនចេស្តាតើពីផ្សេងទៀតណាហ្នឹងហើយឃើញញ៉ាំចឹងទៅគួរឲ្យឆ្ងាញ់ដែរបងប្អូនហ្នឹងហើយមើលទៅក្លៀនហ្នឹងហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់តាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជួយចុច like ចុច subscribe channel